មកទៀតហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកស្ទួយត្រេកក្រាញ់នៅចិត្តផ្សារជ្រាវគោលបំណងធំហ្នឹងស្ទួយអត់បានគឺចូលទិញក្នុងផ្សារតែម្ដងយេលេបងប្អូនថ្ងៃនេះខ្ញុំជិះម៉ូតូមកដោយសារខ្ញុំដឹកដងស្ទួយឲ្យគេនៅផ្សារជ្រាវនោះដែរហើយក៏ឃើញកន្លែងហ្នឹងវាតំណងពេកមាត់ត្រីក៏ច្រើនហើយណាមួយយើងមានស្ទួយនៅក្នុងកាបូបស្រេចបងប្អូនខ្ញុំមានលក់ស្ទួយវត្តស្ទួយរបស់ខ្ញុំគឺបត់ទៅខ្លីដាក់ក្នុងកាបូបបានដូចតែក្នុងវីដេអូនេះអញ្ចឹងហើយវាមានចាប់ពី2ម៉ែត្រដល់3ម៉ែត្រ6ហើយតម្លៃទៅតាមគុណភាពជាក់ស្ដែងតើឥឡូវយើងមកស្ទួយត្រីជាមួយខ្ញុំទាំងអស់គ្នាហើយថ្ងៃនេះផងដែរគឺខ្ញុំបានទិញកាពឹសមកធ្វើនុយហើយជាធម្មតាខ្ញុំប្រើតែនុយកាពឹសទេជាមួយនឹងនុយលាយប៉ុន្តែនុយលាយជាទូទៅខ្ញុំស្ទួយអត់បានទេបងប្អូនខ្ញុំមិនដឹងថាអ្នកណាស្ទួយបានស្ទួយស៊ីស្ទួយអីមិនទេប៉ុន្តែខ្ញុំគឺដាក់នុយលាយគឺអត់ស៊ីតែម្ដងមិនថាទិញគេមកពីណាក៏ដោយគឺអត់ដែលត្រីស៊ីបានស្ទួយត្រីបានស៊ីហើយកាក់កបនឹងកាក់កបតែជាមួយនុយកាពឹសទេឥឡូវនេះគឺខ្ញុំសាកល្បងនុយកាពឹសហើយព្រោះនៅក្បាត់ក្រុងសៀមរាបរបស់យើងនឹងមានតាមផ្លូវគឺមានបន្លាយទឹកអូមកតំណងណាបងប្អូនមាត់ត្រីក៏ច្រើនហើយជាពិសេសមានត្រីពិសេសណាទេគឺត្រីក្រាញ់កូនត្រីក្រាញ់កូនត្រីកញ្ចុះនោះឯងប៉ុន្តែស្ទួយឲ្យសុបាយបងប្អូនឲ្យចូលចិត្តស្ទួយទើបយល់អារម្មណ៍